មុនត្រីអាមេរិកអះអាងថាអាមេរិកនឹងវិប្រហារអ៊ីរ៉ង់នៅចុងសប្តាហ៍ក្នុងពេលដែលកងកម្លាំងយ៉ាងសន្ធឹកសន្ធាប់របស់អាមេរិកត្រូវបានកសាងកម្លាំងរួចជាស្រេចសព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី19 កុម្ភៈឆ្នាំ 2026 នេះថាកងកម្លាំងយោធាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិប្រហារអ៊ីរ៉ង់នៅចុងសប្តាហ៍នេះទោះបីជាលោកត្រាំមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយក៏ដោយនេះបើតាមប្រភពមន្ត្រីផ្ទៃក្នុងដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រភពនានាបាននិយាយថាសេតវិមានត្រូវបានជូនដំណឹងថាយោធាអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារនៅចុងសប្តាហ៍នេះបន្ទាប់ពីមន្ទីរប៉ងដឺហ្គោនបានបង្កើនកម្លាំងយោធាកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់លើទ្រព្យសម្បត្តិផ្លូវអាកាសនិងជើងទឹកក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះទៅកាន់តំបន់មជ្ឈមបូព៌ាប៉ុន្តែប្រភពមួយបានព្រមានថាលោកត្រាំបានជជែកវែកញែកជាឯកជនទាំងគាំទ្រនិងប្រឆាំងសកម្មភាពយោធាហើយបានស្ទង់មតិទីប្រឹក្សានិងសម្ព័ន្ធមិត្តលើអ្វីដែលជាវិធានការល្អបំផុតប៉ុន្តែគេមិនច្បាស់ 100% ទេថាតើលោកនឹងធ្វើការសម្រេចចិត្តបែបណានៅចុងសប្តាហ៍នេះប្រភពមួយនិយាយថាលោកកំពុងចំណាយពេលច្រើនក្នុងការគិតអំពីការវាយប្រហារលើអ៊ីរ៉ង់អ្នកចរចាអ៊ីរ៉ង់នៅសហរដ្ឋអាមេរិកបានអនុម័តកំណត់ចំណាំរយៈពេល3ម៉ោងកន្លះកាលពីថ្ងៃអង្គារក្នុងកំឡុងពេលចរចាដោយប្រយោលនៅក្នុងទីក្រុងជេណាវ៉ាទោះបីជាពួកគេបានចាក់ចែងដោយគ្មានដំណោះស្រាយច្បាស់លាស់ក៏ដោយលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Caroline Levitt បាននិយាយកាលពីថ្ងៃពុធថាអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីជំហរចរចារបស់ខ្លួនក្នុងរយៈពេល3សប្តាហ៍ខាងមុខប៉ុន្តែលោកស្រីមិនបាននិយាយថាតើលោកត្រាំនឹងពន្យាពេលសកម្មភាពយោធាតាមការពន្យាពេលរបស់អ៊ីរ៉ង់ឬអត់នោះទេរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី28 ខែកុម្ភៈដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងធ្វើបច្ចុប្បន្នភាពអំពីកិច្ចចរចាអ៊ីរ៉ង់នេះបើយោងតាមមន្ត្រីក្រសួងការបរទេសម្នាក់ដែលបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធការត្រៀមវិប្រហារពីសំណាក់សហរដ្ឋអាមេរិកនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានកសាងកម្លាំងរបស់ខ្លួនកាន់តែធំនៅក្នុងតំបន់មជ្ឈមបូព៌ាបច្ចុប្បន្ននេះទីក្រុង Washington មាននាវាចម្បាំងចំនួន13គ្រឿងនៅតំបន់មជ្ឈមបូព៌ានាវាផ្ទុកយន្តហោះមួយគ្រឿងគឺ USS Abraham Lincoln នាវាពិឃាតចំនួន8គ្រឿងនិងនាវាប្រយុទ្ធនៅតាមឆ្នេរសមុទ្រចំនួន3គ្រឿងដោយមាននាវាជាច្រើនគ្រឿងផ្សេងទៀតកំពុងធ្វើដំណើរបោះពួយទៅកាន់តំបន់នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកគឺ USS General Ford បច្ចុប្បន្នកំពុងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់តិកកំពុងចេញដំណើរពីតំបន់ការ៉ាបៀនទៅកាន់តំបន់មជ្ឈមបូព៌ាបន្ទាប់ពីត្រូវបានលោកត្រាំបញ្ជាឲ្យទៅកាន់ទីនោះកាលពីដើមសប្តាហ៍នេះវាត្រូវបានអមដំណើរដោយនាវាពិឃាតចំនួន3គ្រឿងបន្ថែមទៀតគេរំពឹងថាលកឹកណាក្រុមនាវាផ្ទុកយន្តហោះនិងក្រុមអ្នកប្រយុទ្ធនាវាពិឃាត3គ្រឿងដែលកំពុងអមដំណើរទៅដល់តំបន់មជ្ឈមបូព៌ាហើយនោះលោកត្រាំនឹងចេញបញ្ជាឲ្យបើកការវាយប្រហារអ៊ីរ៉ង់ក្នុងពេលនោះនេះគឺជាសកម្មភាពកម្រណាស់ដែលមាននាវាផ្ទុកយន្តហោះអាមេរិក2គ្រឿងដែលដឹកយន្តហោះចម្បាំងរាប់សិបគ្រឿងនិងមាននាវិករាប់ពាន់នាក់នៅក្នុងតំបន់មជ្ឈមបូព៌ាបែបនេះសហរដ្ឋអាមេរិកមាននាវាចម្បាំងធំ2គ្រឿងនៅក្នុងតំបន់នេះកាលពីខែមិថុនាឆ្នាំមុននៅពេលដែលខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ីរ៉ង់ចំនួន3កន្លែងក្នុងអំឡុងពេលយុទ្ធនាការបើកការវាយប្រហាររយៈពេល12ថ្ងៃរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់យន្តហោះចម្បាំងសហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំងដ៏ធំទៅកាន់តំបន់មជ្ឈមបូព៌ាផងដែរនេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ប្រភពបើកចំហនៅលើបណ្ដាញ X និងគេហទំព័រតាមដានជើងហៅ Flight Radar 24ទាំងនេះរួមមានទាំងយន្តហោះចម្បាំងបំបង្កាយ F-22 Raptor យន្តហោះចម្បាំង F-15 និង 16រួមទាំងយន្តហោះចាក់ប្រេងតាមអាកាស KC-135 ដែលត្រូវការដើម្បីរក្សាប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃពុធទី18កុម្ភៈ Flight Radar 24បានបង្ហាញយន្តហោះ KC-135 ជាច្រើនគ្រឿងកំពុងហោះហើរនៅជិតឬនៅតំបន់មជ្ឈមបូព៌ាក៏ដូចជាយន្តហោះព្រំមាននិងត្រួតពិនិត្យតាមអាកាស E3 Sentry និងយន្តហោះដឹកទំនិញដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់យន្តហោះចម្បាំង F-16 មកពីមូលដ្ឋានទ័ពអាកាស Spangdahlem ប្រទេសអាល្លឺម៉ង់មូលដ្ឋានទ័ពអាកាស Avellino ប្រទេសអ៊ីតាលីនិងមូលដ្ឋានទ័ពអាកាសរួម MiG-Entire រដ្ឋ South Carolina បានធ្វើដំណើរចេញ
ពីមូលដ្ឋានរបស់ពួកគេនេះបើយោងតាមទិន្នន័យទំនាក់ទំនងនិងតាមដានការហោះហើររបស់អង្គភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសយន្តហោះចម្បាំង F-22 ចេញពីមូលដ្ឋានទ័ពអាកាសរួម Langley Utis រដ្ឋ Virginia បានទៅដល់មូលដ្ឋានទ័ពអាកាសអង់គ្លេស Lacanis នៅថ្ងៃទី17កុម្ភៈម្សិលមិញនេះយន្តហោះទាំងនោះបានហោះឡើងមុននេះបន្តិចហើយបានឆ្លងកាត់មហាសមុទ្រអាត្លង់តិកដោយប្រើសញ្ញាហៅ Trent ដែលជាធម្មតាបានផ្សារភ្ជាប់ជាមួយនឹងការដាក់ពង្រាយយន្តហោះចម្បាំងចំនួន6គ្រឿងបានឆ្លងកាត់មហាសមុទ្រអាត្លង់តិកនៅថ្ងៃទី17ខែកុម្ភៈដោយ F-22 ជាច្រើនគ្រឿងផ្សេងទៀតទំនងជាទៅដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខមូលដ្ឋានទ័ពអាកាស Lacanis គឺជាចំណុចឈប់សម្រាកធម្មតាមួយនៅតាមផ្លូវឆ្ពោះទៅកាន់តំបន់មជ្ឈមបពីសម្រាប់យន្តហោះ F-22 ដែលចេញពីមូលដ្ឋានសហរដ្ឋអាមេរិកប្រសិនបើពួកគេបន្តដំណើរទៅមុខទៀតទៅកាន់តំបន់មជ្ឈមបពី F-22 នឹងចូលរួមជាមួយកងកម្លាំងទ័ពអាកាសអាមេរិកជាច្រើនផ្សេងទៀតដែលផ្គុំរួចហើយនៅទីនោះនៅក្នុងតំបន់មជ្ឈមបពីពេលនេះសហរដ្ឋអាមេរិកមានកងអនុសេនាធំយន្តហោះចម្បាំង F-35 យន្តហោះចម្បាំង F-15E Strike Eagles យន្តហោះវាយប្រហារ A-10 Thunderbolt 2 និងយន្តហោះចម្បាំង F-16 ផ្សេងទៀតដែលមានរូចជាស្រេចនៅក្នុងតំបន់មជ្ឈមបពីយន្តហោះគាំទ្ររួមទាំងយន្តហោះស៊ើបការនិងយន្តហោះឃ្លាំមើលក៏កំពុងប្រតិបត្តិការនៅក្នុងតំបន់នេះផងដែរយន្តហោះស៊ើបការសញ្ញា RC-135 Revenge Joint ដែលបានហោះហើរបេសកកម្មពីមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតាបានផ្លាស់ទីទៅកាន់កោះ Grid របស់ប្រទេសក្រិចនៅសមុទ្រ Mediterranean ដែលជាទីតាំងមិនសូវងាយរងគ្រោះ RC-135 មួយផ្សេងទៀតកំពុងធ្វើដំណើរទៅកាន់កោះនេះពីរដ្ឋ Florida យន្តហោះល្បាតសមុទ្រ P-8 Poseidon ជាច្រើនគ្រឿងបានហោះធ្វើបេសកកម្មនៅមជ្ឈមបពីរួមទាំងយន្តហោះមួយគ្រឿងដែលកំពុងល្បាតនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី17ខែកុម្ភៈនេះបើតាមទិន្នន័យតាមដានជើងហែលកាលពីថ្ងៃទី16កុម្ភៈយន្តហោះចម្បាំង F-35 ចំនួន18គ្រឿងមកពីកងពលយន្តហោះចម្បាំងទី48នៃមូលដ្ឋានទ័ពអាកាស Lacanis ចក្រភពអង់គ្លេសបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់នោះដោយមានយន្តហោះចាក់សាំងតាមអាកាសផងដែរយន្តហោះទាំងនោះនឹងចូលរួមជាមួយក្រុមយន្តហោះចម្បាំង F-35A ចំនួន12គ្រឿងមកពីកងពលយន្តហោះចម្បាំង158នៃកងឆ្មាំជាតិអាកាស Vermont ដែលបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈមបពីរួចជាស្រេចកាលពីសប្តាហ៍មុន